វិលជួបខ្ញុំសាជាថ្មីម្ដងទៀតនៅវីដេអូទាក់ទងនឹងពាក្យបច្ចេកទេសដែលយើងប្រើប្រាស់ក្នុងវិស័យសំណង់ជាភាសាចិនហ្នឹងហើយថ្ងៃហ្នឹងខ្ញុំនឹងបន្តចំនួន5ពាក្យទៀតហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអានរំលឹកនៅពាក្យចាស់ៗដែលយើងរៀនកន្លងមកទាំងអស់គ្នាដើម្បីកុំឲ្យវាឆាប់ងាយភ្លេចឥឡូវតោះយើងចាប់ផ្ដើមពាក្យថ្មីទាំងអស់គ្នានៅ5ពាក្យបន្តទៀតពាក្យទី1នោះគឺអឡូ ឡូជាភាសាអង់គ្លេសបានន័យថា second floor ឬក៏យើងហៅជាភាសាខ្មែរថាជាន់ទី2ពាក្យបន្តមកទៀតនោះគឺសានឡូជាភាសាអង់គ្លេសបានន័យថា third floor យើងប្រែជាភាសាខ្មែរគឺជាន់ផ្ទាល់ទី3ពាក្យបន្តមកទៀតគឺភីងឆឹងទីងជាភាសាអង់គ្លេសបានន័យថា roof terrace ឬក៏យើងប្រែជាភាសាខ្មែរគឺដំបូលជាន់ទីរ៉ាស់ពាក្យបន្តមកទៀតគឺកាងជាភាសាអង់គ្លេសបានន័យថា steel ដែលយើងប្រែជាភាសាខ្មែរគឺបានន័យថាដែកពាក្យបន្តមកទៀតនោះគឺពាក្យតង់ជាភាសាអង់គ្លេសបានន័យថា stirrup ដែលយើងប្រែជាភាសាខ្មែរគឺដៃកងហ្នឹងហើយវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចេះអានចេះសរសេរនៅពាក្យថ្មីទាំង5ពាក្យនេះទាំងអស់គ្នាវិលជួបខ្ញុំសាជាថ្មីម្ដងទៀតនៅពាក្យថ្មីបន្ទាប់នៅថ្ងៃស្អែកអរគុណទាំងអស់គ្នាសម្រាប់តាមដានវីដេអូរបស់ខ្ញុំ Thank you bye bye